អនាគតអត់លៀងឈាមទេ4ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោមតម្រងនោមនឹងថ្លើមធ្វើការឥតឈប់ឈរនោះទេវាមានតួនាទីចម្រោះនិងដកជាតិពុលឲ្យរាងកាយយើងរឹងមាំទៅថ្ងៃអនាគតកុំឲ្យឈឺច្រើនបើតម្រងនោមនឹងថ្លើមគ្មានសមត្ថភាពបន្សាបជាតិពុលទេថ្ងៃអនាគតរបស់អ្នកច្បាស់ជាលាងឈាមរាល់សប្តាហ៍រាល់ខែមិនខានទេលាងឈាមម្ដងអស់លុយច្រើនណាស់ខាងក្រោមនេះជា4ទម្លាប់បន្សាបជាតិពុលក្នុងតម្រងនោមនិងថ្លើម1ផឹកទឹកក្រូចឆ្មាក្តៅបើអ្នកមានបញ្ហាក្រពះកុំផឹកទឹកក្រូចឆ្មាពេលព្រឹកអ្នកគួរហូបទឹកធម្មតាក៏ល្អដល់តម្រងនោមដែរនៅពេលព្រឹកអ្នកផឹកទឹកក្រូចឆ្មាក្តៅតិចជួយបន្សាបជាតិពុលចេញពីតម្រងនោមបានល្អបំផុតព្រោះក្រូចឆ្មាសម្បូរវីតាមីនមានសារធាតុប្រឆាំងអុកស៊ីតកម្មកម្ចាត់ជាតិពុលនិងបង្រឹងមុខងារតម្រងនោមមាំណាស់2ទម្លាប់ងូតពេលព្រឹកការងូតទឹកពេលព្រឹកមិនត្រឹមតែដាស់ស្មារតីឲ្យអ្នកស្វាងពីងុយគេងនោះទេគឺជួយរាងកាយរបស់អ្នកកម្ចាត់ជាតិពុលថែមទៀតការងូតទឹកអាចជំរុញប្រព័ន្ធឡាំហ្វាទិកដែលមានសារៈសំខាន់សម្រាប់ការដកជាតិពុលចេញពីរាងកាយហើយវាជួយជំរុះកោសិកាស្បែកដែលងាប់ធ្វើឲ្យចរន្តឈាមដើរល្អពេញរាងកាយទៅកាន់ខួរក្បាលនិងបន្សាបជាតិពុលតាមធម្មជាតិរបស់រាងកាយយ៉ាងអស្ចារ្យផងដែរ3ប្រើកាយពង្រឹងតម្រងនោមអ្នកហាត់ប្រាណមួយថ្ងៃហាត់30នាទីមុខជាតម្រងនោមគ្មានជំងឺដាច់ខាតតាមលោកគ្រូត្រឹងច័ន្ទជាគ្រូហាត់ប្រាណច្រើនឆ្នាំបាននិយាយថាសុខភាពតម្រងនោមយើងមានសុខភាពល្អពេលយើងព្យាយាមក្រោកពេលព្រឹកហាត់ប្រាណជាពេលដុតជាតិខ្លាញ់កម្ចាត់ជាតិពុលចេញតម្រងនោមបានល្អបំផុតកុំឲ្យថ្ងៃអនាគតតម្រងនោមរបស់អ្នកឈឺសល់លុយច្រើនមិនទៅលាងឈាមហាត់ប្រាណល្អដល់តម្រងនោម4កាត់ទម្លាប់ញ៉ាំអាហារកែច្នៃវេជ្ជបណ្ឌិត The Shriram Cabra ឯកទេសផ្នែកប្តូរតម្រងនោមបានណែនាំថាអាហារកែច្នៃដូចជាមីកញ្ចប់មីកំប៉ុងសាច់កែច្នៃសាច់ក្រកអាហារស្រាប់ផ្ទុកដោយសូដ្យូមនិងផូស្វ័រការទទួលទានអាហារដែលមានជាតិផូស្វ័រខ្ពស់អាហារកែច្នៃគ្រោះថ្នាក់ធំដល់តម្រងនោមខ្លាំងពេលអ្នកហូបអាហារបន្លែស្រស់ការរត់បន្លែខៀវនិងផ្លែឈើដូចជាផ្លែប៉ោផ្លែប៉ុនប៉ោមនេះជាអាហារមានជាតិស្ករតិចឲ្យតម្រងមានសុវត្ថិភាព